អូនអើយបងលក់ម៉ាត់ឆាមួយថ្ងៃហើយដាច់បានមួយកែវឲ្យគាត់តែទៅដល់ពេលឯងមកទិញនេះបានបងដាច់បាន2កែវទៀតបងប្អូនអើយខ្ញុំគ្រាន់តែឮពាក្យនេះហើយគឺយល់អារម្មណ៍គាត់ច្បាស់ណាស់ថាក្នុងចិត្តគាត់ពិបាកបែបណាតែក៏សរសើរគាត់ដែរទោះជាយ៉ាងណាក៏ដោយគាត់នៅតែមានស្នាមញញឹមជាប់ជានិច្ចបងប្អូនបើចង់ជួយគ្រប់គ្រងគាត់អាចទៅរកទីតាំងគាត់លក់បានណានៅគៀនសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ PPIU នៅជាប់ក្រុមហ៊ុន Herbalife នៅទល់មុខសាលាបាក់ទុកយើងនឹងឯងគាត់លក់នៅទីនោះចន្លោះម៉ោង5កន្លះល្ងាចដល់ម៉ោង7កន្លះឬក៏8ហ្នឹងគាត់ត្រឡប់ទៅផ្ទះវិញហើយចំណែកឯរសជាតិវិញសម្រាប់ខ្ញុំទទួលយកបានឆ្ងាញ់ល្មមមកត្រូវមាត់ហើយអ្នកលក់ប្រាប់ដែរបើញ៉ាំអត់ត្រូវមាត់ឬក៏អីអញ្ចឹងអាចប្រាប់គាត់បន្ថែមបានណាចាំគាត់កែតម្រូវតាមនឹងទៅហើយសម្រាប់តម្លៃវិញមាន 4,000 រៀលសម្រាប់កែវតូច 5,000 រៀលសម្រាប់កែវកណ្ដាលនិង 7,000 រៀលសម្រាប់កែវធំហើយគាត់មានការសន្សំបន្ទុកទិញ6កែវគាត់ថែមឲ្យមួយកែវទៀតហើយអ្នកមីងម្នាក់នេះគាត់ជាអ្នកលក់ការ៉េមនៅក្បែរនោះដែរគាត់ចិត្តល្អមែនតើគាត់ជួយណែនាំបងស្រីឲ្យមកលក់នៅម្ដុំនឹងឯងព្រោះនៅកន្លែងចាស់បងស្រីរត់ទៅលក់អត់ដាច់ជាងនឹងទៀតអញ្ចឹងខ្ញុំសូមជូនពរបងស្រីនិងអ្នកមីងឲ្យមានម៉ួយទិញច្រើនអញ្ចឹងបងប្អូនបើសិនជាបានជីកាត់ម្ដុំនឹងអីអាចជួយចូលទិញគាត់បន្ថែមផងណាហើយក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយជូនពរសំណាងល្អទាំងអស់គ្នាអរគុណជម្រាបលា